ជំរាបសួរហើយក៏សួស្តីអ្នកនរថ្ងៃនេះខ្ញុំមកនិយាយពីដំណើរកម្សាន្តដែលខ្ញុំបានទៅដំណើរកម្សាន្តពីខេត្តបាត់ដំបងទៅខេត្តសៀមរាបហើយដែរអ្នកនរទស្សនានេះតទៅអ្នកនរជាដំបងខ្ញុំបានមកលេងនៅភ្នំអាណន់ផងដែរវាអ្នកនរជាលើកទី1សម្រាប់ខ្ញុំនៅបានទៅលេងបាត់ដំបងហើយក៏វាស្អាតមែនទែនអ្នកនរហើយក៏យើងបានជិះឡូរីជាមួយនឹងមិត្តភ័ក្តិរួមក្រុមផងដែរអ្នកនរហើយចាជាលើកទី1សម្រាប់ខ្ញុំនៅបានជិះឡូរីផងដែរអ្នកនរពេលដែលយើងមកលេងបាត់ដំបងនេះយើងមានអារម្មណ៍ថា fresh មែនតើព្រោះតែយើងបានឃើញទស្សនវិជ្ជានៅព្រៃភ្នំផងដែរអ្នកនរហើយនេះជាមិត្តភ័ក្តិរួមក្រុមខ្ញុំហើយក៏កាត់មកកន្លែងញ៉ាំអីនៅសៀមរាបម្ដងសារខ្ញុំបានមកដល់សៀមរាបបាត់ហើយកន្លែងនេះពិតជាស្រស់ស្អាតមែនទែនអ្នកនរសារតែវាមានរុក្ខជាតិច្រើនប៉ុន្តែដោយសារតែវាអត់តមានឃើញថ្ងៃលិចដោយសារវាចិត្តភ្លៀងអ្នកនរអញ្ចឹងទៅវាអត់សូវស្អាតខ្លាំងណាស់ទេហើយពេលយប់យើងក៏បានមកលេងនៅ Pop Street ផងដែរអ្នកនរវាហ្នឹងអ្នកនរដើមមើលត្រីមើលអីតែពីច្រើនឃើញនៅហ្នឹងគេវាច្រើនជា Pop អ្នកនរច្រើនមែនតើអូខេអ្នកនរហើយនេះក្មួយស្រីខ្ញុំអ្នកនរពិតជាខ្ជូតមែនតើគួរឲ្យស្រឡាញ់ហ្មងវាមែនខ្នៃហើយក៏កាត់ចូលដល់ថ្ងៃថ្មីខ្ញុំក៏បានទៅលេងនៅអង្គរវត្តផងដែរហើយអង្គរវត្តហ្នឹងខ្ញុំក៏បានហៅមិត្តភ័ក្តិខ្ញុំមកពីភ្នំពេញមកលេងជុំគ្នាផងដែរអ្នកនរតែមកតែបានតែ2នាក់ទេកម្រោយើងមកឡើងច្រើនអ្នកប៉ុន្តែគេម៉ាក់ប៉ាគេអត់ឲ្យមកអ្នកនរឆ្ងាយពេកអ្នកនរអូខេអ្នកនរហើយយើងក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរអ្នកនរនេះកាត់ចូលថ្ងៃបន្ទាប់យើងក៏បានមកលេងនៅប្រាសាទបាក់សីចាំក្រុងដែរអ្នកនរវាហ្នឹងហើយវាក៏ស្អាតដែរនឹងអ្នកនរដើរផ្លូវចូលទៅប្រាសាទបាក់សីចាំក្រុងហ្នឹងផ្លូវចូលអូខេហើយពេលដែលយើងចេញពីប្រាសាទបាក់សីចាំក្រុងយើងក៏បានមកលេងនៅប្រាសាទបាយ័នផងដែរប្រាសាទបាយ័ននេះមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនទែនអ្នកនរ perfect សម្រាប់ខ្ញុំហ្មងអ្នកនរជឿមើលអ្នកនរគឺបែបហ្នឹងអ្នកនរវាស្អាតមែនតើហើយពេលដែលចេញពីប្រាសាទបាក់សីចាំក្រុងយើងក៏បានមកប្រាសាទព្រះខ័ននេះវាស្អាតដែរអ្នកនរហើយទឹកវាទឹកដូចមច្ឆាយ៉ាងអ្នកនរស្អាតមែនតើហើយបន្ទាប់មកទៀតពេលល្ងាចយើងក៏បានឡើងមកបាក់ខែភ្នំបាក់ខែផងដែរអ្នកនរដើម្បីមើលថ្ងៃលិចប៉ុន្តែអ្នកនរមើលខ្លួនឯងណាសារតែពពកច្រើនពេកចឹងទៅអត់ឃើញទេហើយពេលយប់ក៏យើងក៏បានមកមើលកុនរឿងបងបីឌីផងដែរវារត់ឲ្យ8លើ10ដែរវាល្អមើលដែរហើយបន្តមកទៀតយើងក៏បានមកភាសាតាព្រំម្ដងហើយអត់បានថតរូបទេអ្នកនរសារតែរបបថតអីគេអ្នកនររបបថតអីគេពេលចឹងទៅអត់បានហើយកាត់ថ្ងៃបន្ទាប់យើងក៏បានជិះកង់ឡើងលេងអ្នកនរវា fresh មែនតើសម្រាប់ការជិះកង់មួយនេះហើយពេលថ្ងៃយើងក៏បានមកញ៉ាំកាហ្វេនៅកន្លែងនេះអ្នកនរ fresh មែនតើទីធ្លាគេស្អាតចេញមក clean ដល់មកអ្នកនរទៅស៊ីមានកាហ្វេនៅអ្នកនរតែខ្ញុំអត់ភ្លេចបាត់ហើយអ្នកនរថាដឹងតែនៅឆ្ងាយដែរអ្នកនរបើសិនជាចូលចិត្តវីដេអូនេះខ្ញុំបានធ្វើនេះសូមអ្នកនរជួយ follow ហើយ like ជួយ share ឲ្យមិត្តភ័ក្តិទាំងអស់គ្នាបានមើលផងឲ្យគេបានទៅលេងដូចខ្ញុំដែរ